បាទសួស្តីមកកាន់វីដេអូដំណើរកម្សាន្តទៅខេត្តមណ្ឌលគិរីដែលជាខេត្តមួយស្ថិតនៅបេតិកសាននៃប្រទេសកម្ពុជាហើយក៏មានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញផងដែរបើយើងនិយាយពីខេត្តមណ្ឌលគិរីគឺយើងអាចសម័យឃើញហើយថានៅខេត្តមណ្ឌលគិរីគឺសម្បូរទៅដោយព្រៃឈើទឹកជ្រោះក៏ដូចជាខេត្តមួយដែលមានជនជាតិដើមភាគតិចមួយចំនួនរស់នៅមានដូចជាព្នងមានចារាយហើយនឹងជនជាតិដើមផ្សេងៗទៀតនឹងផងដែរដោយឡែកវីដេអូនេះនឹងបង្ហាញអំពីសម្រស់ក៏ដូចជាស្ថានភាពជារួមនៅក្នុងក្រុងសែនមនោរម្យក៏ដូចជាទេសភាពជុំវិញក្រុងសែនមនោរម្យផ្ទាល់តែម្ដងដោយតែបានបង្ហាញនៅក្នុងវីដេអូនេះគឺជាវាលស្មៅដែលស្ថិតនៅផ្នែកខាងត្បូងនៃក្រុងសែនមនោរម្យដែលជិតជាមួយនឹងក្រុងសែនមនោរម្យមែនទែនហើយតំបន់នេះគឺជាវាលស្មៅស្ថិតនៅផ្នែកភូមិពុតាំងដែលនៅផ្នែកខាងត្បូងនៃក្រុងសែនមនោរម្យហើយតំបន់នេះមែនទែនទៅគឺអំណោយផលទៅដល់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីហ្នឹងធ្វើការជិះឡានឬក៏ម៉ូតូហ្នឹងទៅតំបន់នេះដើម្បីមើលទេសភាពពីប៉ែកខាងត្បូងទៅខេត្តមណ្ឌលគិរីក៏ដូចជាទេសភាពជុំវិញនោះដែលមានព្រៃឈើក៏ដូចជាមានវាលស្មៅគ្របដណ្ដប់នៅទីនោះដែលធ្វើឲ្យ view កាន់តែស្អាតហើយនឹងទាក់ទាញភ្ញៀវទេសចរទៅកាន់ទីនោះកាន់តែច្រើនហើយមិនយូរប៉ុន្មានពួកយើងបានទៅដល់ក្រុងសែនមនោរម្យហើយទិដ្ឋភាពនេះគឺនៅមុខហូតែលដែលយើងបានស្នាក់នៅហើយការថតនេះគឺនៅពេលល្ងាចអញ្ចឹងយើងឃើញទិដ្ឋភាពថ្ងៃលិចនៅពីមុខហូតែលរបស់យើងហើយបន្ទាប់មកទៀតគឺពួកយើងបានផ្ដិតយករូបភាពក៏ដូចជាទិដ្ឋភាពនៅក្នុងក្រុងសែនមនោរម្យនៅពេលល្ងាចហើយពួកយើងធ្វើដំណើរពីហូតែលទៅអតីតពលានយន្តហោះដែលសប្តាហ៍គឺគេបានរៀបចំទៅជាតំបន់ក៏ដូចជាទីតាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងបង្ហាញអំពីនិមិត្តរូបក៏ដូចជាអត្តសញ្ញាណរបស់ខេត្តមណ្ឌលគិរីនឹងផងដែរអញ្ចឹងនេះជាខ្លងទ្វារដែលបានបង្ហាញអំពីការស្វាគមន៍ទៅកាន់ទីក្រុងនៃខេត្តមណ្ឌលគិរីនឹងហើយបន្តមកទៀតនេះជារូបភាពគោព្រៃដែលជានិមិត្តសញ្ញានៃខេត្តមណ្ឌលគិរីហើយក៏នៅអតីតពលានយន្តហោះនេះផងដែរគឺគេបានរៀបចំតាំងបង្ហាញអំពីគេហៅអានេះដូចជាហៅជាគោងឬក៏ឃ្មោះដែលតំណាងឲ្យបងប្អូនជនជាតិដើមភាគតិចដែលរស់នៅក្នុងខេត្តមណ្ឌលគិរីនឹងផងដែរហើយមែនទែនទៅរដ្ឋបាលខេត្តគេបានអភិវឌ្ឍក៏ដូចជាការរៀបចំនៅតំបន់នេះប្លែកពីប៉ុន្មានឆ្នាំមុនដោយមានការរៀបចំក្រៅតែពីគោព្រៃហ្នឹងគឺមានរៀបចំរូបសំណាកផ្សេងដូចជារូបសំណាកសេះស្ថិតនៅពីលើនាគរាជឬក៏ពស់ហ្នឹងហើយនៅតំបន់នេះផងដែរពួកយើងអាចទៅហាត់ប្រាណនៅចំកណ្ដាលនៃក្រុងសែនមនោរម្យហ្នឹងជាងអាចរត់ហាត់ប្រាណហើយនៅពេលល្ងាចហ្នឹងជាជននៅក្នុងក្រុងគឺគាត់ឃើញមានការទៅកំសាន្តក៏ដូចជាទៅហាត់ប្រាណនៅតំបន់ជុំវិញហ្នឹងដើម្បីទទួលបានសុខភាពល្អហើយបន្ទាប់មកទៀតពួកយើងបានមកផ្ដិតក៏ដូចជាបង្ហាញនៃទេសនីយភាពវិមានឯករាជ្យដែលស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើតនៃក្រុងសែនមនោរម្យឬក៏រូបសំណាកគោព្រៃហ្នឹងហើយឃើញថានៅពេលល្ងាចប្រលប់ហ្នឹងមានការបើកភ្លើងបង្ហាញបំភ្លឺនៅវិមានឯករាជ្យនេះហើយធ្វើឲ្យសម្រស់វិមានឯករាជ្យនេះកាន់តែស្រស់ស្អាតហើយក៏ដូចជានៅបរិវេណជុំវិញហ្នឹងជាទីតាំងសម្រាប់ប្រជាជននៅក្នុងខេត្ត
ធ្វើការកំសាន្តទៅហាត់ប្រាណដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធបន្ទាប់ពីគាត់បំពេញការងារពេញមួយថ្ងៃនឹងផងដែរក្រោយពីថតផ្ដិតយករូបភាពនៅវិមានឯករាជ្យហើយគឺពួកយើងបានផ្ដិតនៅទិដ្ឋភាពនៅជុំវិញនោះក៏ដូចជាទិដ្ឋភាពនៅតាមដងផ្លូវពីវិមានឯករាជ្យឆ្ពោះទៅរង្វង់មូលគោព្រៃវិញហើយតាមដងផ្លូវនេះគឺធ្វើការបែងចែកទ្រូងផ្លូវដោយបែងចែកជា2ឡែនច្បាស់លាស់ហើយនៅតាមទ្រូងផ្លូវហ្នឹងគឺមានការដាំដើមឈើក៏ដូចជាដាំបង្គោលភ្លើងហើយទៀតសោះនៅពេលយប់នៅតាមដើមឈើហ្នឹងគឺរដ្ឋបាលខេត្តបានរៀបចំភ្លើងសម្រាប់បំភ្លឺនៅតាមដើមឈើទាំងនោះហើយនៅអមសងខាងនៃផ្លូវនេះក៏មានការប្រកបរបររកស៊ីលក់ដូររបស់ប្រជាជនមូលដ្ឋាននឹងផងដែរហើយបន្ទាប់មកទៀតពួកយើងបានមកដល់រង្វង់មូលគោព្រៃដែលជាអត្តសញ្ញាណរបស់ខេត្តនៅពេលយប់ហ្នឹងបង្ហាញពីទិដ្ឋភាពក៏ដូចជានៅជុំវិញនោះគឺមានការប្រកបរបរចិញ្ចឹមជីវិតការលក់ដូរមានទាំងផ្លែឈើមានទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមានទាំងស្រាបៀរអីហ្នឹងផងដែរហើយក្រោយមកពួកយើងបានធ្វើដំណើរទៅរកកន្លែងដើម្បីពិសាបាយពេលល្ងាចហើយការស្រស់ស្រូបអាហារពេលល្ងាចនេះគឺពួកយើងមិនបានទៅហាងឬក៏ភោជនីយដ្ឋាននេះទេគឺយើងត្រូវរកមើលអាហារនៅតាមចិញ្ចើមផ្លូវពួកយើងបានមកដល់ទីតាំងលក់សាច់គោអាំងទឹកប្រហុកមួយកន្លែងដែលស្ថិតនៅកណ្ដាលក្រុងសែនមនោរម្យហ្នឹងហើយសាច់គោនេះជាសាច់គោខ្មែរសុទ្ធហើយគាត់អាំងលាយជាមួយទឹកសសរបស់គាត់ហ្នឹងបន្ទាប់ពីអាំងឆ្អិនហើយគឺគាត់បានរៀបចំកាប់សាច់ដើម្បីដាក់នៅក្នុងប្រអប់ហើយសាច់គោអាំងរបស់គាត់ហ្នឹងឆ្ងាញ់មានរសជាតិខុសប្លែកពីគេគឺគាត់បន្ថែមជាមួយនឹងម្រេចខ្ចីក្រៅតែពីទឹកប្រហុកហើយនឹងបន្លែគ្រប់មុខនោះហើយនៅទីនោះផងដែរក៏មានលក់ជាម្ជូរប្រភេទម្ជូរស្រស់ក៏ដូចជាម្ជូរត្រាំហើយក្រៅតែពីម្ជូរនិងសាច់គោអាំងហ្នឹងក៏មានលក់នៅម្ហូបជាច្រើនប្រភេទទៀតមានដូចជាពងទាចង្រិតមានទាំងកតេះឡង់លីងហើយមានគ្រាប់ស្វាយចន្ទីក៏ដូចជាគ្រាប់អាល់ម៉ុនផ្សេងដូចជាគ្រាប់ឈូកហើយនំចំណីដាក់កែវជាប្រអប់ហ្នឹងហើយក្នុងនោះទៀតសោតក៏មានលក់នៅទាខ្វៃដែលគាត់បានចំអិនឆ្អិនស្រាប់ហើយនៅពេលដែលយើងទិញគឺគាត់គ្រាន់តែកណ្ដៅបន្តិចទៀតគឺយើងអាចញ៉ាំបានហើយក្រៅទៅពីទាខ្វៃមានទាំងប្រហិតអាំងមាន់អាំងមានត្រីងៀតមានជារួមកន្លែងគាត់គឺមានលក់របស់របរញ៉ាំសម្បូរបែបដែលធ្វើឲ្យគាត់មានភ្ញៀវក៏ដូចជាម៉ូយច្រើនគឺទៅទិញនៅកន្លែងរបស់គាត់នឹងអញ្ចឹងវីដេអូដំណើរកម្សាន្តនៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីនេះគឺសូមបញ្ចប់តែប៉ុណ្ណេះបាទសូមអរគុណ